AI មួយដែលល្អមែនតើសម្រាប់បងប្អូនដែលចង់បំលែងពីអក្សរទៅជាសំឡេងមានថាពី text to speech ដែលបងប្អូនអាចប្រើប្រាស់នៅក្នុងទូរស័ព្ទដៃបានដែលពីមុនខ្ញុំធ្លាប់ចេញម្ដងហើយតាក់ទងជាមួយនឹង AI បំលែងពីអក្សរទៅជាសំឡេងតែតាមរយៈកុំព្យូទ័រឥឡូវនេះទូរស័ព្ទគឺវាបានបើកមុខងារឲ្យយើងអាចធ្វើការ download សំឡេងនេះយកមកប្រើប្រាស់បានងាយស្រួលមែនតើនៅក្នុងទូរស័ព្ទអញ្ចឹងសម្រាប់បងប្អូនដែលចង់បំលែងអក្សរទៅកាន់សំឡេងហើយនិយាយភាសាខ្មែរយើងបានច្បាស់ដែលមានលក្ខណៈអញ្ចឹងបងប្អូននិយាយច្បាស់បែបនេះដើម្បី boost ស៊ីថោកក្នុងឆ្នាំនេះបានគឺតម្រូវឲ្យមាន3ចំណុចនេះទី1បាទគឺច្បាស់មែនតើអញ្ចឹងបើសិនជាបងប្អូនចង់ធ្វើគឺបងប្អូនអាចធ្វើការតាមដានវីដេអូមួយនេះបានដែលខ្ញុំនឹងប្រាប់បងប្អូនពីមួយជំហានទៅមួយជំហានហើយអត់ពិបាកធ្វើទេបងប្អូនងាយមែនតើអញ្ចឹងកុំឲ្យខាតពេលយើងយូរតាមដានវីដេអូមួយនេះជាមួយនឹងខ្ញុំទាំងអស់គ្នាអូខេអញ្ចឹងអ្វីដែលបងប្អូនត្រូវត្រៀមគឺបងប្អូនត្រូវត្រៀមអក្សរដើម្បីយើងទុកឲ្យ AI វា generate ទៅជាសំឡេងឲ្យយើងអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺយើងចូលមកកាន់ Google Chrome នេះមកបន្ទាប់មកទៀតបងប្អូន search ពាក្យថា Google AI Studio ហើយបងប្អូនចុចលើវាមកបាទអញ្ចឹងកន្លែងនេះគឺយើងចុចលើពាក្យថា Google AI Studio នេះមកបាទខាងលើគេហ្នឹងអញ្ចឹងកន្លែងនេះវាសម្រាប់យើងត្រូវមាន Gmail ដែរដើម្បី log in ជាមួយនឹង Google AI Studio ណាបងប្អូន log in ចូលជាមួយនឹងហើយទៅហើយយើងធ្វើការ accept ជាមួយនឹង Google របស់ Google AI Studio ដើម្បីយើងអាចធ្វើការបន្តបានអញ្ចឹងយើងចុចលើពាក្យថា continue នេះមកបាទអញ្ចឹងកន្លែងនេះគឺវាឲ្យអ្នក turn text to natural sounding speech អញ្ចឹងងាយមែនតើគាត់ឲ្យយើងចុចលើវាទៅអានេះយើងចង់បង្កើតឈុតឆាកអីផ្សេងអានេះគឺយើង sample context អីផ្សេងអានេះគឺយើងអត់ចាប់អារម្មណ៍ក៏បានដែរបងប្អូនមកចាប់អារម្មណ៍កន្លែងនេះគឺ speaker ណាគេនិយាយអញ្ចឹងកន្លែងនេះគឺបងប្អូនអាចធ្វើការពណ៌នាតាក់ទងជាមួយនឹងសលេងឬក៏លក្ខណៈសម្បត្តិអីផ្សេងក៏បានដែរបាទប៉ុន្តែយើងអត់ចាំបាច់ខ្វល់ខ្វាយច្រើនក៏បានយើងមកមើលកន្លែងនេះណាគេនិយាយអញ្ចឹងយើងអាចចុចមក What idea do you want to bring to life ហ្នឹងហើយ What sparks your interest អញ្ចឹងយើងចាប់បានសលេងប្រុសឬក៏សំឡេងស្រីយើង select តាមហ្នឹងមក What's a skill you'd like to develop នេះណាអញ្ចឹងយើងមាន sound ច្រើនមែនតើចាំឲ្យទៀតថាខ្ញុំចង់បានសំឡេងមនុស្សស្រី What idea do you want to bring to life អញ្ចឹងឲ្យទៀតខ្ញុំចង់បានសំឡេងស្រីមួយនេះបាទអញ្ចឹងកន្លែងនេះគឺជាប់កន្លែងហ្នឹងហើយបាទអញ្ចឹងយើងខ្វែងមកអញ្ចឹងនេះឈ្មោះគេគឺ Achina នេះអញ្ចឹងយើងទៅ copy text មកដែលយើងចង់ឲ្យ AI និយាយយើងហ្នឹងចឹងអានេះតកតងជាមួយនឹងអក្សរដែលយើងចង់ឲ្យ AI ហ្នឹងជួយនិយាយឲ្យយើងបន្ទាប់មកយើងចុចលើពាក្យថា run មកបាទតើត្រូវធ្វើបែបណាទើបអាច boost ស៊ីថោកនិងលក់ដាច់បានអញ្ចឹងនៅពេលដែលវា generate ចប់ហើយគឺវាប្រាប់ប្រវែងនាទីគឺ1នាទី6វិនាទីអញ្ចឹងបងប្អូនអាចធ្វើការ download បានមកចុចកន្លែងនេះកន្លែង download ហ្នឹងណាបាទចុចទៅវាឲ្យយើងធ្វើការ save ហើយអញ្ចឹងវាប្រាប់ថ្ងៃទីឲ្យយើងនេះថ្ងៃទី24អញ្ចឹងយើងចុចលើពាក្យថា save នេះមកអញ្ចឹងវាសួរយើងថាចង់ save នៅណាអញ្ចឹងយើង save នៅក្នុង file មកបាទអញ្ចឹងយើងចូលទៅកាន់ file មកបាទនេះយើងចូលទៅកាន់ file បាទបន្ទាប់មកយើងមើលកន្លែង download បាទនេះកន្លែង download យើងនេះអញ្ចឹងយើង download នេះយើងមកមើលនៅក្នុង Chrome នេះព្រោះយើង download ចេញពី Chrome មុនហ្នឹងបាទអញ្ចឹងឈ្មោះ file វាគឺនេះ24 July នេះគឺជា file ដែលយើងអាចយកមកការបាននេះតើត្រូវធ្វើបែបណាទើបអាច boost ស៊ីថោកនិងលក់ដាច់បានអញ្ចឹង file នេះបងប្អូនអាចធ្វើការយកទៅដាក់នៅក្នុង CapCut ឬកម្មវិធីផ្សេងដើម្បីយកទៅប្រើប្រាស់បានអញ្ចឹងអានេះតកតងជាមួយនឹងរបៀបនៃការធ្វើអក្សរទៅជាសំឡេងនៅក្នុងកម្មវិធី Google AI Studio ដែលមានសំឡេងច្រើនដែលបងប្អូនអាចរើសតាមតម្រូវការរបស់បងប្អូនបានអញ្ចឹងសម្រាប់វីដេអូមួយនេះគឺខ្ញុំចង់ចែកម្លែកបងប្អូនខ្លីៗប៉ុណ្ណឹងបងប្អូនបាទ
អូខេបងប្អូនបន្ទាប់ពីបងប្អូនបានមើលវីដេអូមួយនេះហើយកុំភ្លេចជួយចុច like follow និងធ្វើការចែករំលែកវីដេអូមួយនេះឲ្យបងប្អូនយើងដទៃទៀតដែលគាត់អត់ទាន់បានដឹងឲ្យគាត់បានដឹងនិងចេះផងសូមអរគុណ